ព្រះច័ន្ទតែមួយគត់ដែលមានភ្លៀងធ្លាក់និងសមុទ្រលទ្ធផលសិក្សាលើថៃឋានដោយ James Webb ប្រភពសោរដែលជាប្រភពយក្សទី2នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងមិនត្រឹមតែត្រូវបានគេស្គាល់ដោយសារតែវងស្អាតអស្ចារ្យរបស់វានោះទេប៉ុន្តែថែមទាំងដោយសារតែកងទ័ពព្រះច័ន្ទដ៏ធំសម្បើមរបស់វាផងដែរក្នុងចំណោមព្រះច័ន្ទទាំងអស់នោះមានព្រះច័ន្ទមួយដែលលេចធ្លោជាងគេនោះគឺទីតានដែលជាពិភពដ៏អាថ៌កំបាំងនិងគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យខាងក្រៅអ្វីដែលធ្វើឲ្យទីតានមានលក្ខណៈពិសេសប្លែកនោះគឺថាវាជាព្រះច័ន្ទតែមួយគត់ដែលត្រូវបានគេដឹងថាមានបរិយាកាសក្រាស់មានពពកមានភ្លៀងធ្លាក់មានទន្លេបឹងនិងសមុទ្រដែលធ្វើឲ្យវាคล้ายទៅជាពិភពដ៏ចម្លែកមួយដែលស្រដៀងនឹងផែនដីរបស់យើងក្នុងលក្ខណៈមួយចំនួនប៉ុន្តែខុសគ្នាទាំងស្រុងក្នុងលក្ខណៈផ្សេងទៀតការសិក្សាថ្មីៗតាមរយៈការយឺតអវកាស James Webb WST កំពុងតែផ្ដល់ឲ្យយើងនូវទស្សនវិស័យថ្មីនិងលម្អិតបន្ថែមទៀតអំពីលក្ខណៈអាកាសធាតុនិងផ្ទៃរបស់ទីតានដែលបញ្ជាក់និងពង្រីកការរកឃើញពីបេសកកម្មមុនដូចជា Cassini Huygens ជាដើមពិភពមួយដែលគ្របដៅដោយមេតានមិនដូចផែនដីដែលវត្តជុំទឹកគ្រប់គ្រងអាកាសធាតុទីតានមានវត្តមេតាននៅលើទីតានមេតានដើរតួនាទីស្រដៀងនឹងទឹកនៅលើផែនដីវាមាននៅក្នុងទម្រង់អូស្មန်ក្នុងបរិយាកាសបង្កើតជាពពកនិងបន្ទាប់មកធ្លាក់ជាភ្លៀងមេតានភ្លៀងនេះបន្ទាប់មកហូរច្រល់ផ្ទៃបង្កើតជាទន្លេនិងប្រមូលផ្ដុំនៅក្នុងបឹងនិងសមុទ្រដ៏ធំដែលភាគច្រើនមានទីតាំងនៅតំបន់ប៉ូលរបស់ព្រះច័ន្ទនេះកែវយឺតអវកាស James Webb ជាមួយនឹងសមត្ថភាពសង្កេតក្នុងរលួងពន្លឺអង្ហ្វ្រារហូមដែលអាចមើលថែលុកបរិយាកាសដ៏ក្រាស់និងអបរបស់ទីតានបានផ្ដល់នូវរូបភាពនិងទិន្នន័យដ៏មានតម្លៃអំពីដំណើរការទាំងនេះ JWST អាចឆាប់យករូបភាពនៃពពកមេតានដែលកំពុងធ្វើចលនានៅក្នុងបរិយាកាសរបស់ទីតាននិងសង្កេតមើលការប្រែប្រួលនៅលើផ្ទៃរបស់វាដែលអាចបង្កពីភ្លៀងធ្លាក់ថ្មីៗឬការផ្លាស់ប្ដូរនៅកម្រិតនៃបឹងនិងសមុទ្រមេតានការសង្កេតរបស់ James Webb និងការបញ្ជាក់ពីវត្តមេតានទិន្នន័យពី JWST បានបញ្ជាក់យ៉ាងច្បាស់អំពីអត្តភាពនិងសកម្មភាពនៃវត្តមេតាននៅលើទីតានឧបករណ៍ NIRCam និង MIRI របស់ JWST មានសារៈសំខាន់ជាពិសេសក្នុងការសិក្សាអំពីទីតាន NIRCam អាចថតរូបភាពផ្ទៃនិងផ្នែកខាងក្រោមនៃបរិយាកាសរបស់ទីតានដែលបង្ហាញនូវលក្ខណៈភូមិសាស្ត្រផ្សេងៗរួមទាំងតំបន់ងងឹតដែលគេជឿថាជាសមុទ្រនិងបឹងរាវរូបភាពទាំងនេះក៏បានបង្ហាញពីលក្ខណៈភ្លឺដែលអាចជាពពកឬអបផ្ទៃដីការសង្កេតតាមពេលវេលាដោយ JWST បានអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រតាមដានការវិវត្តនៃពពកមេតានគេបានសង្កេតឃើញពពកធំៗលិតឡើងនិងបន្ទាប់មករលាយបាត់ទៅជាពិសេសនៅអាល់តាកូលខាងលើរបស់ទីតានដែលបច្ចុប្បន្នកំពុងតែឆ្លងកាត់រដូវក្តៅការប្រែប្រួលតាមរដូវកាលទាំងនេះត្រូវបានរំពឹងទុកនិង JWST កំពុងតែផ្ដល់ទិន្នន័យលម្អិតដើម្បីយល់កាន់តែច្បាស់អំពីរបៀបដែលអាកាសធាតុរបស់ទីតានដំណើរការជាក់ស្ដែងរូបភាពចំនួនខ្លះដែលថតបានដោយ NIRCam នៅដើមខែវិច្ឆិកាឆ្នាំ2022បានបង្ហាញពពកភ្លឺមួយនៅអាល់តាកូលខាងលើរបស់ទីតានពីថ្ងៃក្រោយមកការសង្កេតបន្ថែមដោយ NIRCam បានបង្ហាញថាពពកនោះនៅមានប៉ុន្តែមានរូបរាងខុសវាប្លែកដែលបង្ហាញពីសក្តានុភាពនៅក្នុងបរិយាកាសរបស់ទីតានការសង្កេតតាមដានដោយក្រុមដែលប្រើប្រាស់ Keck Observatory នៅ Hawaii ក៏បានបញ្ជាក់នៅពីវត្តមាននៃពពកទាំងនេះផងដែរដែលគាំទ្រការបកស្រាយថាវាជាពពកមេតានដែលកំពុងធ្វើចលនាសមុទ្រនិងបឹងមេតានអាងស្តុកទឹករាវតែមួយគត់ក្រៅពីផែនដីលក្ខណៈពិសេសដ៏គួរឲ្យកត់សម្គាល់មួយទៀតរបស់ទីតានគឺវត្តមាននៃអង្គធាតុរាវមានស្ថិរភាពនៅលើផ្ទៃរបស់វាក្នុងទម្រង់ជាបឹងនិងសមុទ្រទាំងនេះមិនមែនជាទឹកទេប៉ុន្តែជាលំវាយអ៊ីដ្រូខាប៊ូរាវជាចម្បងមេតាននិងអេតានសមុទ្រធំជាងគេដូចជា Krakenma, Ligema និង Pungama មានទីតាំងនៅជិតប៉ូលខាងលើរបស់ទីតាន JWST កំពុងតែជួយឲ្យអ្នកវិទ្យាសាស្ត្រសិក្សាពីសមាសធាតុនិងជម្រៅនៃសមុទ្រទាំងនេះដូចជាអន្តរកម្មរវាងសមុទ្រនិងបរិយាកាសផងដែរតាមរយៈការវិភាគពន្លឺដែលចម្លងវែងពីផ្ទៃសមុទ្រនិងពន្លឺដែលឆ្លងកាត់បរិយាកាសពីលើពួកគេអ្នកវិទ្យាសាស្ត្រអាចទទួលបានព័ត៌មានអំពីសមាសធាតុគីមីនិងសីតុណ្ហភាពនៃអង្គធាតុទាំងនេះទិន្នន័យពី MIRI មានប្រយោជន៍ជាពិសេសក្នុងការសិក្សាអំពីសមាសធាតុបរិយាកាសនិងសីតុណ្ហភាពនៃរយៈកម្ពស់ផ្សេងៗដែលអាចជួយឲ្យយល់ពីដំណើរការរំហូតនិងកំណត់នៃជួងវត្តមេតានជាក់ស្ដែងការរកឃើញមុនដោយបេសកកម្ម Cassini Huygens បានបង្ហាញថាបឹងនិងសមុទ្រទាំងនេះមានជម្រៅរាប់រយម៉ែត្រនៅកន្លែងខ្លះនិងអាចមានរលកដែលបក់បោងដោយខ្យល់មេតាន JWST ជាមួយនឹងភាពប្រែប្រួលខ្ពស់របស់វាអាចនឹងរកឃើញការប្រែប្រួលតិចតួចនៅក្នុងខ្សែឆ្នានិងកម្រិតរាវដែលអាចបង្ហាញពីភ្លៀងធ្លាក់និងការរំហូតតែមានអ្វីនៅក្រោមផ្ទៃសមុទ្រ
ខាបទូបីផ្ទៃសមុទ្ររបស់ទីតានគឺជាកន្លែងគួរឲ្យចាប់អារម្មណ៍មួយអ្នកវិទ្យាសាស្ត្រជាច្រើនបានជឿថាទីតានអាចមានមហាសមុទ្រទឹកក្រោមផ្ទៃទឹកកករបស់វាស្រដៀងនឹងប្រេច័ន្ទយូរ៉ូប៉ារបស់ភពប្រហាស្បតីដែរមហាដកខុសគ្នាខ្លាំងគឺសីតុណ្ហភាពទាបជាងច្រើននិងគីមីសាស្ត្រពាក្យកណ្ដាលអាយធនណាការយល់ដឹងអំពីទីតានអាចជួយឲ្យយើងយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រដំបូងរបស់ផែនដីនិងលក្ខណៈដែលអាចនាំមកនូវការកើតមានជីវិតលើពីនេះទៀតការស៊ើបសង្កេតដោយបញ្យល់អំពីលទ្ធភាពនៃមហាសមុទ្រទឹកក្រោមផ្ទៃទឹកកកនៅតែតែងតែជាកត្តាជំរុញដ៏សំខាន់មួយផងដែរអនាគតនៃការរកឃើញទីតានការសង្កេតរបស់ James Webb គ្រាន់តែជាការចាប់ផ្ដើមរបស់យុវសម័យថ្មីនៃការសិក្សាអំពីទីតានទិន្នន័យដែលត្រូវបានប្រមូលផ្ដុំនឹងជួយរៀបចំផែនការសម្រាប់បេសកកម្មនៅអនាគតដូចជាបេសកកម្ម Dragonfly របស់ NASA ដែលត្រូវបានគ្រោងដាក់នឹងបញ្ជូនយាន Rotorcraft គឺយានស្រដៀងនឹង drone ទៅលើផ្ទៃទីតាននៅកណ្ដាលយុគសាស្ត្រឆ្នាំ2030 Dragonfly អាចនឹងហោះទៅកន្លែងផ្សេងៗសិក្សាពីសមាសធាតុដីនិងដីលំឡាយលទ្ធភាពរបស់ទីតានសរុបមកវិញការសិក្សាលើទីតានតាមរយៈការយឺតអវកាស James Webb កំពុងតែគូសរូបភាពកាន់តែច្បាស់អំពីប្រច័ណ្ឌដ៏អស្ចារ្យនេះដែលជាពិភព